ចាអញ្ចឹងក្នុងការសង់បន្ទាត់នេះយើងដឹងថាជាទូទៅបន្ទាត់ចាកាលណាវាមានតែមួយចំណុចដែលវាកាត់តាមគេអាចសង់បន្ទាត់បានច្រើនរាប់មិនអស់ប៉ុន្តែបើចាប់ពី2ចំណុចឡើងទៅគេអាចសង់បន្ទាត់បានតែមួយទេអញ្ចឹងក្នុងការសង់បន្ទាត់នេះយើងត្រូវការចំណុចដែលបន្ទាត់កាត់តាមយ៉ាងហោចណាស់2ដើម្បីឲ្យយើងអាចសង់បន្ទាត់បានមួយការសង់បន្ទាត់យើងមានតារាងគូតម្លៃឬក៏គេហៅថាចាតារាងគូ x y ហ្នឹងចាជាធម្មតាការឲ្យតម្លៃ x និង y ណាឲ្យប្រមាណក៏បានដែរឲ្យតម្លៃ x មុនក៏បានឲ្យតម្លៃ y មុនក៏បានបើឲ្យតម្លៃ x ដើម្បីគណនា y ឲ្យតម្លៃ y ដើម្បីគណនា x ហេតុអីបានធ្វើបែបហ្នឹងព្រោះកាលណាយើងអត់មានតម្លៃលេខនេះទេយើងអាចសល់នៅក្នុងប្លង់អង្គនេះបានអញ្ចឹងជាទូទៅយើងពិនិត្យមើលសមីការរបស់យើងចាយើងអាចឲ្យលេខប្រមាណក៏បានប៉ុន្តែកុំឲ្យវាចាពិបាកដល់យើងក្នុងការសល់ជាទូទៅក្នុងនេះយើងអាចឲ្យតម្លៃចាចាប់ពី0ទៅក៏បានឬក៏ចន្លោះចាសងខាង0ក៏បានណាក្នុងនេះខ្ញុំអាចឲ្យចាប់ផ្ដើមពី x ស្មើ0ចា x ស្មើ1 x ស្មើ2ចានេះជាតម្លៃវិជ្ជមានទាំងអស់ណាប៉ុន្តែបើយើងចង់មើលក្នុងប្លង់ coordinate ដែលមានតម្លៃអវិជ្ជមានយើងអាចឲ្យ x ស្មើដក1 x ស្មើ0និង x ស្មើ1ណាសងខាងឬក៏ឲ្យតម្លៃទៅលើ y ក៏បាន x0 y0 ក៏បានណានៅក្នុងនេះខ្ញុំឲ្យតម្លៃ1ដក1 0ទៅលើចាតម្លៃ x ណាដើម្បីគណនារោគ y ចឹងក្នុងការគណនានេះយើងអាចប្រើការគណនានៅក្នុងកណ្ដាស់ព្រៀងមិនចាំបាច់ធ្វើការគណនានៅដំណោះស្រាយទេណាបើសិនជាយើងត្រូវការសង់បន្ទាត់អញ្ចឹងក្នុងនេះខ្ញុំបង្ហាញការរកតម្លៃ y ដែលត្រូវនឹងគូ x ដក1 x ស្មើ0ហើយនិង x ស្មើចាបើ x ស្មើដក1យើងយកដក1នេះទៅចំនួនចូលក្នុងសមីការបន្ទាត់ដើមនេះចា y ស្មើ2ចាតម្លៃ x យើងបដូរទៅជាដក1ចាបូកបន្ថែមជាមួយ1ទម្រង់របស់វាគឺ y ស្មើ 2x បូក1អញ្ចឹងយើងបានចា2គុណនឹងដក1យើងបានដក2បូក1យើងបានដកចាអញ្ចឹង y ស្មើដក1 x ចាំសុំទៅ x ស្មើដក1 y ស្មើដក1ដូចគ្នាដែរបើ x ស្មើ0វិញម្ដងហើយ y របស់យើងនេះមានតម្លៃស្មើមកអញ្ចឹងដូចគ្នាដែរយើងต้องរក្សាទម្រង់ដើមផ្លាស់ប្ដូរតែតម្លៃ x ប៉ុណ្ណោះណាចាអញ្ចឹងបើ x ស្មើ0កន្លែងនេះ0បូក1ស្មើចឹងយើងបាន x ស្មើ0 y ស្មើ1ណាមួយទៀតបើ x ស្មើ1វិញម្ដង y របស់យើងគឺស្មើ2គុណនឹង1បូក4ចឹងយើងបាន2បូក1ស្មើ3ចឹងយើងរកគូតម្លៃដែលត្រូវគ្នារវាង x និង y ឃើញហើយយើងអាចធ្វើការសង់ចំណុចនីមួយៗនេះក្នុងប្លង់ coordinate ហើយសង់បន្ទាត់ឲ្យកាត់តាម3ចំណុចនេះជាបន្ទាត់ដែលតាំងឲ្យសមីការ
y ស្មើពី x បូក1ចាក្នុងនេះយើងអាចពិនិត្យមើលហើយធ្វើការកត់ត្រាខ្ញុំអាចតម្លាក់ចូលទៅក្នុងក្រុមណាចាអញ្ចឹងខ្ញុំសងប្លង់កអុកដែលមានx កែជាមួយនឹង y ហើយយើងអាចប្រើសរសេរចំណុចអារម្មណ៍ខាងណាអញ្ចឹងខ្ញុំធ្វើការដើរចំណុចចា AD គឺ x ព្រីមរបស់ចាចំណែកឈរគឺ y ព្រីម OE y អូចង់បែកក្តារទៀតទៅចាប់សំឡេងតែវាមកមែននេះក៏វាចាប់ចូលចាកើតដើរចំណុចមួយឯកតានៅលើD ក៏ដោយឈរក៏ដោយត្រូវវាស់ឲ្យស្មើគ្នាណាដោយឡែកនៅក្នុងនេះខ្ញុំពិបាកក្នុងការវាស់ឲ្យមានកន្លះទៅអញ្ចឹងសម្រាប់ពួកយើងដើរនៅក្នុងសភៅសូមធ្វើការវាស់ចាព្រោះចំណុចមួយចំនួនយើងត្រូវការឧទាហរណ៍ថាយើងសង់ក្រៅពីបន្ទាត់នេះហើយគូរង្វង់ឬក៏យ៉ាគូបានត្រីកោណកែងសបាតអីសិតតែអត់បានទេដោយសារអីយើងដើរចំណុចអត់ត្រូវយើងកំណត់ឯកតាវាអត់ស្មើគ្នាចាអញ្ចឹងយើងដឹងថានៅផ្នែកអដេកផ្នែកខាងឆ្វេង0ជាផ្នែកអវិជ្ជមានផ្នែកខាងស្ដាំ0ជាផ្នែកវិជ្ជមានចំណែកអឈរចាផ្នែកខាងលើ0ជាផ្នែកវិជ្ជមានផ្នែកខាងក្រោម0ជាផ្នែកអវិជ្ជមានតទៅទៀតគឺយើងធ្វើការដើរចំណុចចាឥឡូវយើងមានចេះនេះតម្លៃ x 1 2 3 4ទៅទៅចាខាងនេះវិញដក1ដក2ដក3ខាងលើ1 2 3 4 5ចានេះដក1ដក2ដក3អញ្ចឹងខ្ញុំធ្វើការកំណត់ចំណុចទី1គឺ x ស្មើដក1 y ស្មើដក1ណាចំណោលកែងជាប់
ចាយើងចំណៅកែងចេញពីចំណុច x ស្មើដល់1តែសាលាក៏អត់សូវមានសេវា Dạ ơi, giật tay thế nhỉ? Lấy trâu đấy. អញ្ចឹងយើងដើរចំណុច x ស្មើដល់1នេះយើងចំណៅការឲ្យស្របជាមួយy នេះបានមកដល់ y ស្មើដល់1ដូចគ្នាដែរចាចំណុចប្រសពរវាងចំណុចទាំងពីរនេះគឺជាចំណុចដែលយើងចង់ដើរមួយទៀតគឺ x ស្មើ0 y ស្មើ1អញ្ចឹងត្រង់ x ស្មើ0គឺវានៅលើអក្សរតែម្ដងណាអញ្ចឹងពេលចំណៅកែងទៅវាអត់នេះទេវាជួបគ្នាត្រូវចំណុច y ស្មើ1តែម្ដងអញ្ចឹងយើងបានពីរចំណុចហើយចាតាមពិតពីរចំណុចនេះគឺយើងអាចសងបានណាប៉ុន្តែដោយសារយើងដើរ3ចំណុចមកយើងដើរបាន3ជាមួយទៀតគឺ x ស្មើ1 y ស្មើ3អញ្ចឹងក្នុងនេះគឺយើងដើរមកឲ្យជួបគ្នាតែត្រង់ x ស្មើ1 y ស្មើ3តែអ្នកដើរទៅចុចណាតើយើងបានមួយចំណុចទៀតតោះមកយើងសងបន្ទាត់ឲ្យកាត់ចំណុចទាំង3ហ្នឹងចាបាក់ទីបន្តិចដោយសារពេលក្នុងកុំព្យូទ័រអញ្ចឹងគឺវាទាញវាទៅឲ្យយើងកាត់ចំណុចដែលយើងដើរហើយតោះនោះវាជាចាចឹងធម្មតាបន្ទាត់គឺអត់មានព្រំដែនទេណាយើងអាចបន្លាយវាដល់ណាដល់ទៅយ៉ាងណាតិចដោយសារទីចូលទីឡើងវាព្រមចូលគីឡូទៅចាអញ្ចឹងយើងបានបន្ទាត់មួយដែលតាំងឲ្យសមីការ y ស្មើ 2x បូក